dương mình ai tập chuyện bàn rằng cùng bàn đấy buổi dương chư ấy nè để cho nên đầm bấy cùng ao dương phơi chi mà nuôi đầm miết bẩn túc sừng cúng dương công phơi còn ai chỉ để chồng ngừ bật chi bật thômคือมาลำไลฟ์ซูมกลุ่มรูปจุดสู้แต่การบ่งปูนจุดนี้ชนต่างอ๋อโซนสภากุมมาการชนอลลำไลฟ์ออฟฟิเชียลลำไลฟ์จังเป็นจังกูการนี้พงได้ชมบาดใจดำเล็กคลาคลาเตะตรงจมูกนักเทียนบอลเพชรในดักน้วมให้หนึ่งบ่มดันชีวิตพงได้มุนหนึ่งใจดำเล็กสมบ่งปูนจูtừ subscribe channel ระบบชมบาดมุ้ยนำไปติดตัวบานจำเนี่ยดังก็โดยเฉพาะมีนมาไทม์กูไปเจอพงได้ทางชมบาดลำไลฟ์วงปูนสกูลชีนแต่เซ่หรือก็ชีจงเป็นกูให้กระพินุชมบาดก็ชีครูบงเรียนภายในบ่มดันชีวิตให้ชมบาดធ្វើការងារច្រើនជាមួយនឹងយុវជនធ្វើការងារច្រើនជាមួយនឹងសហបានទាំងជាតិសហបានអន្តរជាតិក៏ដូចជាការងារសង្គមជាច្រើនរាប់តាំងពីខ្ញុំនៅរៀននៅថ្នាក់វិទ្យាល័យរហូតដល់បច្ចុប្បន្ននេះដូច្នេះហើយមានបងប្អូនជាច្រើនបានស្នើសុំមកខ្ញុំចែករំលែកជាសម្លេងចែករំលែកជាចំណេះដឹងអីផ្សេងៗអញ្ចឹងទៅខ្ញុំគិតថា YouTube ដែលជា e-learning platform មួយដោយសារតែខ្ញុំបានក៏ជាមនុស្សម្នាក់ដែរជំរុញក៏ដូចជាគាំទ្រការសិក្សាតាក់ទងជាមួយនឹង digital learning ដូច្នេះខ្ញុំក៏យកវេទិកា YouTube នេះជាការចែករំលែកបងប្អូនផងដែរដូច្នេះដើម្បីកុំឲ្យខាតពេលវេលាយូរខ្ញុំបានសូមចែករំលែកពីសប្តាហ៍ខ្លះៗតាក់ទងជាមួយនឹងប្រធានបទថ្ងៃនេះបងប្អូននៅក្នុងការរស់នៅប្រចាំថ្ងៃមនុស្សយើងធ្វើអីក៏ដោយបើសិនជាអត់មានវិន័យគឺយើងពិបាកនៅក្នុងការសម្រេចការងារផ្សេងៗជាក់ស្ដែងយើងឃើញមានបុគ្គលបកែដូចជាដូច Steve Jobs ដូចមេដឹកនាំ Tesla ណាElon Musk មេដឹកនាំទូទាំងពិភពលោកមួយចំនួនគេតែនិយាយអំពីពាក្យថាវិន័យតើវិន័យមានឥទ្ធិពលបែបណានៅក្នុងជីវិតហើយដោយសារតែវិន័យដោយសារតែការចាប់ផ្ដើមដោយសារតែ mindset ដោយសារតែការរស់នៅរបស់គាត់នឹងផ្សារភ្ជាប់ជាមួយនឹង mission គោលដៅជីវិតទើបធ្វើឲ្យគាត់មានរហូតដល់បច្ចុប្បន្ននេះអញ្ចឹងទៅមិនត្រឹមតែបុគ្គលទាំងអស់នោះទេអាចនិយាយថាអូបុគ្គលនោះរៀងវែងឆ្ងាយគេនៅអឺរ៉ុបអញ្ចឹងទៅអាចបរិបទឬការរស់នៅវប្បធម៌ខុសគ្នាប៉ុន្តែដល់ឡែកនៅអាស៊ីយើងនេះឬក៏នៅក្នុងស្រុកខ្មែរយើងនេះក៏មានអ្នកបកែជាច្រើនដែលគេចាប់ផ្ដើមពីការកសាងវិន័យហើយវិន័យនេះទៀតសោតវាមិនត្រឹមតែជាការលើកឡើងត្រឹមតែខ្ញុំបាទផ្ទាល់ឬក៏ត្រឹមតែជាមនុស្សមួយចំនួនទេប៉ុន្តែវាគឺជាច្បាប់សកលដែលភាសាអង់គ្លេសហៅថា universal law ឬក៏ unchanging principle គោលការណ៍ដែលមិនផ្លាស់ប្ដូរព្រោះមនុស្សណាក៏ត្រូវការវិន័យដែរមនុស្សណាក៏ត្រូវការគ្រប់គ្រងខ្លួនឯងមនុស្សណាក៏ត្រូវការបន្ទាត់នៃការដឹកនាំខ្លួនឯងចឹងទៅដូច្នេះថ្ងៃនេះខ្ញុំនឹងចែករំលែកពិសេសជាងគេទៅកាន់បងប្អូនថ្នាក់ទី12ឬក៏បងប្អូនមិនមែនថ្នាក់ទី12ក៏ដោយក៏ខ្ញុំគិតថាអាចស្ដាប់ទៅអាចយកជាការបានដែរគឺតាក់ទងជាមួយនឹងការកសាងវិន័យហើយការកសាងវិន័យនេះទៀតសោតមុននឹងខ្ញុំចែករំលែកនេះក៏ខ្ញុំផ្ដើមចេញពីខ្លួនឯងដែរផ្ដើមចេញយ៉ាងម៉េចគូជំរាបថាប្រវត្តិខ្ញុំបាទបងប្អូនទៅសិក្សាមើលទៅគឺមិនមែនជាកូនអ្នកទូធាទេមិនមែនជាកូនដែលអ្នកមានមុខមាត់កិត្តិយសល្អនៅក្នុងសង្គមអីទេតាំងពីដើមមកប៉ុន្តែគ្រាន់តែថាជាកូនកសិករមួយរូបកើតនៅក្បែរទឹកដីអង្គរហើយមានជីដូនជីតាបងប្អូនមកពូជនឹងបដ ாய் ជាខ្មែរអង្គរការរស់នៅអីផ្សេងៗរបៀបរបបជាអ្នកសៀមរាបអញ្ចឹងទៅដល់ពេលអញ្ចឹងទៅរបត់របស់អ្នកសៀមរាបអានឹងខ្ញុំចែករំលែកកលឹះបងប្អូនឲ្យយល់របត់អ្នកសៀមរាបដូចបងប្អូនទៅលេងអញ្ចឹងគឺយឺតមួយមិនសូវជាមានគេហៅថាភាពរហ័សរហួនស្វាហាប់អីម៉ានទេព្រោះអ្នកសៀមរាបកំណើតដូចពួកខ្ញុំនេះនិយាយពីរឿងរ៉ូស៊ីរ៉ូចក់ដូចមិនសូវបកកែម៉ានទេប៉ុន្តែបកកែទៅលើការធ្វើការបកកែទៅលើភាពអត់ធន់បកកែទៅលើការយកអាសាគ្នាទៅវិញទៅមកបកកែទៅលើរឿងផ្សេងៗដែលមិនមែនជាអាចថាភាពរហ័សរហួនណាហើយខ្ញុំនិយាយនេះមិនមែនបានន័យថាខ្ញុំទៅមាក់ងារឬក៏ទៅ deal ឬក៏ទៅមើលមិនល្អរាមមួយអីថាអ្នកសៀមរាបអញ្ចឹងចោលអីទេប៉ុន្តែខ្ញុំអ្នកសៀមរាបខ្ញុំអ្នកកំណត់ខ្លួនឯងខ្ញុំមើលឃើញរូបភាពទាំងអស់ហ្នឹងប៉ុន្តែមិនមែនជាការឆ្លោះអំពីប្រវត្តិសាស្ត្រទេយើងទៅមើលពីប្រវត្តិសាស្ត្រដូចបងប្អូនដឹងខ្មែរកសាងកវត្តបានហើយខ្ញុំអ្នកនៅកវត្តនឹងផ្ទាល់គឺមហោសចារខ្លាំងណាស់ភាពអស្ចារ្យទាំងអស់ហើយភាពអស្ចារ្យទាំងអស់នោះហើយកើតចេញពីវិន័យដូច្នេះវិន័យយ៉ាងម៉េចឥឡូវកសាងកវត្តប្រហែលឆ្នាំ20ឆ្នាំជាងតម្រាំទៅបានហើយមិនមែនជារឿងរ៉ាវធម្មតាទេណាជារឿងរ៉ាវមួយដ៏អស្ចារ្យហើយភាពអស្ចារ្យនឹងទៀតសោតក៏មានកលឹះមួយមានជ្រុងមួយគឺជាការរៀប
ចំវិន័យរៀបចំរបៀបរបបនឹងឯងដល់ពេលចឹងទៅយើងអត់ទាន់និយាយទៅដល់សាច់រឿងសង្គមធំដុំទេខ្ញុំសូមនិយាយផ្ដើមចេញមកពីទម្លាប់ផ្ទាល់ខ្លួនឯងសិនព្រោះសង្គមយើងមិនអាចរីកចម្រើនបានទេពេលដែលយុវជនឈឺយើងមិនអាចទៅព្យាបាលសង្គមបានទេព្រោះយើងឈឺហ្នឹងដូច្នេះដើម្បីកុំឲ្យយើងធ្វើជាមនុស្សដែលមានបន្ទុកសង្គមយើងកុំធ្វើខ្លួនឯងជាអ្នកជំងឺដូច្នេះហើយថ្ងៃនេះខ្ញុំមានប្រធានបទមួយដែលនិយាយអំពីការកសាងវិន័យសម្រាប់ខ្លួនឯងឬក៏ជាភាសាអង់គ្លេស build self discipline តើការកសាងវិន័យនឹងមានន័យដូចម្ដេចហើយតើការរៀបចំផ្ដើមពីចំនួនតូចៗនឹងមានន័យដូចម្ដេចបងប្អូនតាមដានសន្តាប់ដូចតទៅគេថាតកតងមួយវិន័យអត់ចាំបាច់នរណាម្នាក់មកលើកទឹកចិត្តទេវិន័យអត់ចាំបាច់នរណាម្នាក់មកជំរុញបងប្អូនឡាយឲ្យធ្វើទៅឡាយឯងល្អណាស់ឡាយឯងប៉កែណាជំរុញទឹកចិត្តរំពីមួយថ្ងៃទៅមួយថ្ងៃអត់ទេប៉ុន្តែវាផ្ដើមចេញមកពីអីគឺវាផ្ដើមចេញមកពីការបង្កើតនៅរបៀបរបបរបស់យើងជារៀងរាល់ថ្ងៃរបៀបរបបរបស់យើងជារៀងរាល់ថ្ងៃនឹងទៀតសោតគឺធ្វើយ៉ាងណាឲ្យវាមានតុល្យភាពហើយនឹងនិរន្តរភាពតុល្យភាពគឺបានថាធ្វើឲ្យវាស្មើកណ្ដាលមិនលើសពេកមិនខ្វះពេកហើយនឹងនិរន្តរភាពធ្វើវាមិនមែនតែមួយថ្ងៃពីរថ្ងៃមួយឆ្នាំពីរឆ្នាំប៉ុន្តែធ្វើវាជារៀងរហូតអីចឹងទៅដូច្នេះការកសាងវិន័យមួយត្រូវការតុល្យភាពហើយនឹងនិរន្តរភាពចុះយើងដាក់សំណួរទៅថាបន្លែនិយាយថាការកសាងវិន័យការរៀបចំខ្លួនឯងធ្វើមិនទៅដើម្បីកសាងវិន័យព្រោះខ្ញុំរងថ្ងៃខ្ញុំចង់កសាងដែរប៉ុន្តែដូចក៏ពិបាកកសាងម្ល៉េះហើយធ្វើមិនដើម្បីឲ្យវាងាយស្រួលហើយធ្វើមិនដើម្បីឲ្យវិន័យនឹងវាមានបែបផានអីចឹងទៅដូច្នេះកន្លែងនេះខ្ញុំសូមជម្រាបជូនថាការកសាងវិន័យមួយហ្នឹងវាមិនមែនជាការចាប់ផ្ដើមងាយស្រួលទេនឹងនិយាយជារួមទៅដូចបងប្អូនខ្លះដូចជម្រាបជូនទៅហ្នឹងបានមួយថ្ងៃពីរថ្ងៃទៅបានអីចឹងទៅប៉ុន្តែខ្ញុំសូមជម្រាបថាការកសាងវិន័យទៅផ្ដើមចេញពីរូបភាពទូចទៅមុនសិនផ្ដើមចេញមកពីទម្លាប់ធម្មតាជាមុនសិនដូច្នេះទី1បងប្អូនអាចចាប់ផ្ដើមពីការងើបពីព្រលឹមអាចថាបងប្អូនទម្លាប់គេងម៉ោង8បានងើបម៉ោង8ព្រឹកឥឡូវស្អែកបងប្អូនសាក់ព្យាយាមងើបម៉ោង7-10នាទីមកខាងស្អែកបងប្អូនងើបម៉ោង7-10នាទីដែលមួយឆ្នាំបងប្អូនដូរវាបន្តិចម្ដងទៅអញ្ចឹងបានន័យថាការដែលយើងរៀបចំពេលវេលាឬក៏វិន័យហ្នឹងគឺសំខាន់លុះត្រាណាតែបងប្អូនយល់អំពីគ្រឹះរបស់វាហើយផ្ដើមចេញពីការកសាងគ្រឹះពីតិចទៅបងប្អូនដែលឃើញអាគារខ្ពស់អាគារខ្ពស់វាអត់ត្រូវការពឹងពាក់អាគារខ្ពស់ដូចគ្នាអាគារខ្ពស់គឺវាត្រូវការពឹងពាក់គ្រឹះពីក្រោមហ្នឹងទៅដោយទិសដៅរបស់ឡាវជឿបានថាការកសាងអាគារមួយផ្ដើមចេញមកពីខ្សាច់មួយគ្រាប់ផ្ដើមចេញពីថ្មម្ដុំផ្ដើមចេញពីថ្មមួយគំនរអីចឹងរហូតទៅដល់កសាងទៅជាអាគារឬក៏អីមួយចឹងទៅខ្ពស់អីចឹងទៅអាហ្នឹងគឺជាការចាប់ផ្ដើមពីចំណុចតូចហើយការចាប់ផ្ដើមពីចំណុចតូចហ្នឹងទៀតសោតបងប្អូនគ្មាននរណាម្នាក់ដែលរោចំណុចតូចខ្លួនឯងមិនឃើញទេគ្រាន់តែបងប្អូនចាប់ផ្ដើមយើងលេងទូរស័ព្ទដៃឥឡូវយើងលេងពីមុនលេង1ម៉ោងឥឡូវលេងតែ50នាទីក៏បានអាហ្នឹងតូចបំផុតហ្នឹងមែនទេបើលេងទូរស័ព្ទដៃអត់មានអីទៅអាក្រក់អីទេសម្រាប់យើងបើសិនជាយើងលេងមានប្រយោជន៍ប៉ុន្តែបើយើងលេងអត់ប្រយោជន៍ដូរអាទម្លាប់ហ្នឹងចេញផ្ដើមចេញពីរឿងទាំងអស់ហ្នឹងចំណុចទី2សំខាន់ដែរចំណុចទី2គឺថាច្បាប់2នាទីច្បាប់2នាទីហ្នឹងភាសាអង់គ្លេសថា the 2 minutes rule ច្បាប់នេះទៀតសោតគឺយើងចាប់ផ្ដើមនៅក្នុងការធ្វើរឿងអីមួយចាប់ផ្ដើមពី2នាទីទៅណាយើង commit ខ្លួនឯងយើងដាក់ចិត្តដាក់កាយថាធ្វើបាន2នាទីឡើងទៅអីចឹងទៅធ្វើរបស់អីមួយក៏ដោយទៅរៀនក៏ដោយអានសភៅក៏ដោយចាប់ផ្ដើមពីនេះក៏ដោយ2នាទីសិនណាចាប់ផ្ដើមពី2នាទីសិនអា2នាទីនឹងទៀតសោតណាវាមិនយូរទេប៉ុន្តែខ្លាចតែបងប្អូនធ្វើបានតែមួយថ្ងៃពីរថ្ងៃឬក៏មួយផ្លេតពីរផ្លេតចឹងទៅដូច្នេះចាប់ផ្ដើមពីការ2នាទីដាក់ទិញខ្លួនឯង2នាទីបិទពេញចឹងចាប់ផ្ដើមពី2នាទីតែហ្នឹងគឺជាកលឹះទី2កលឹះទី3ដែលសំខាន់ដែរដោយសារតែខ្ញុំខ្លួនឯងខ្ញុំជាមនុស្សម្នាក់ដែលតាមដាននៅរឿងរ៉ាវទាំងផ្លូវការនិងមិនផ្លូវការដោយបងប្អូនអានសំណេរខ្ញុំផ្លូវការច្រើនប៉ុន្តែខាងក្រៅផ្លូវការខ្ញុំជាគ្រូបង្រៀនខ្ញុំធ្វើការងារជាមួយជំនាញបុគ្គលិកខ្ញុំធ្វើការមួយសហការីផ្សេងខ្ញុំតែងតែនិយាយថារបស់ខ្លះវាមិនអាចទៅគ្រប់គ្រងបានទាំងអស់ទេប៉ុន្តែយើងក៏គួរតែព្យាយាមនៅក្នុងការចាប់ផ្ដើមដែរបើមិនជាគិតថាវាអវិជ្ជមានហើយធ្វើឲ្យដំណើរជីវិតរបស់យើងធ្វើអនាគតរបស់យើងមិនរីកចម្រើនទី1សំខាន់ដែរណាគឺការដាក់កំណត់ការប្រើប្រាស់
social media ឬក៏បណ្ដាញសង្គមនៅទៀតសោតបងប្អូនត្រូវកុំឲ្យវាមកគ្រប់គ្រងយើងឲ្យសោះដោយសារតែអីដោយសារតែនៅក្នុងប្រទេសរបស់យើងកម្ពុជារបស់យើងនេះមិនទាន់មានការស្វែងយល់ស៊ីជម្រៅតាក់ទងជាមួយនឹងការប្រើប្រាស់បណ្ដាញសង្គមឬក៏តាក់ទងជាមួយនឹងអ៊ីនធឺណិតអីផ្សេងៗយើងមិនទាន់សិក្សាស្វែងយល់ឲ្យស៊ីជម្រៅនៅឡើយថាវាមាន impact ប៉ុណ្ណាណាក្មេងៗរាល់ថ្ងៃនឹងប្រើប្រាស់មិនដឹងថាមានឥទ្ធិពលមិនអីចឹងទៅដូច្នេះយើងខ្លួនឯងយើងដឹងសាច់រឿងហ្នឹងថាបណ្ដាញសង្គមអត់ចម្លែកទេបើបងប្អូនឥឡូវងាយក៏បងប្អូនសារទម្លាប់មើលអារឿងគ្រោះថ្នាក់ចរាចរណ៍វាទាញមកតែរឿងគ្រោះថ្នាក់ចរាចរណ៍បងប្អូនចង់មើលរឿងអីវាទាញមកអញ្ចឹងដូច្នេះគេប្រយ័ត្នណាអញ្ចឹងបានខ្ញុំថា limit ថាទៅណាកន្លឹះទី3ហ្នឹងឲ្យបងប្អូន limit ឲ្យបងប្អូនដាក់ដែនកំណត់លេងប្រហែលម៉ោងបន្ថយវាខ្លះទៅជាផ្នែកមួយសំខាន់ដែលយើងរស់នៅមួយធម្មជាតិរស់នៅជាមួយនឹងមនុស្សជុំវិញខ្លួនយើងល្អជាងម្ដងមកកាលយើងអង្គុយជុំគ្នាណាមិនដែលបានជួបគ្នាសោះអង្គុយជុំគ្នាមិត្តភ័ក្តិបងប្អូនអីណាពីណាពីណីមកយើងអង្គុយចុចទៅទូរស័ព្ទដៃដល់ពេលហ្នឹងទៅវាបាត់រសនិយមឬក៏ភាពជាមនុស្សនៅក្នុងការរស់នៅប្រសាទតងក្នុងសង្គមអញ្ចឹងទៅដូច្នេះបើអាចបងប្អូនគួរ limit ខ្លះទៅណាចំណុចទី4គឺពាក់ព័ន្ធជាមួយនឹង train your mind ហ្នឹងគឺជាការដែលវឹកហាត់ផ្នត់គំនិតមនុស្សផ្ដើមធំជាងគេគឺចេញមកពីការគិតហ្នឹងឧទាហរណ៍ថាមនុស្សខ្លះបើជួបរឿងអវិជ្ជមានគាត់គិតមកអាក្រក់ស្ថានភាពគាត់ជួបរឿងអាក្រក់ប៉ុន្តែអ្នកខ្លះគេជួបអវិជ្ជមានគេថារឿងនេះជាមេរៀនដ៏ល្អបំផុតក្នុងជីវិតអ្នកខ្លះមានលុយ$1000និងអ្នកខ្លះមានលុយ$500អ្នកមានលុយ$500ចាយសល់លុយតែអ្នកមានលុយ$1000ចាយសល់ខែដូច្នេះរឿងទាំងអស់ហ្នឹងផ្ដើមចេញមកពីណាផ្ដើមចេញពីផ្នត់គំនិតផ្នត់គំនិតនៅក្នុងការសំផ្នត់គំនិតនៅការធ្វើអីមួយហើយការកសាងផ្នត់គំនិតនៅទៀតសោតបងប្អូនត្រូវយល់ថាការរស់នៅប្រចាំថ្ងៃយើងត្រូវការវិន័យដូច្នេះបងប្អូនត្រូវកសាងផ្នត់គំនិតនឹងវិន័យសំខាន់ណាវិន័យសំខាន់ណាកុំបដាបដោយខ្លួនឯងពេកកុំដូចជាលហើយនឹងខ្លួនឯងពេកដែលថ្ងៃក្រោយទៅវាធ្វើឲ្យយើងនឹងមានវិបដិសេរីឬក៏ស្ដាយក្រោយអីចឹងទៅហើយការកសាងវិន័យផ្ដើមចេញពីរឿងទាំងអស់ហ្នឹងពាក់ព័ន្ធជាមួយនឹងការកសាងដោយយើងទៅហាត់ប្រាណអញ្ចឹងវាដូចជាការពង្រឹងខ្លួនឯងឲ្យមានការគិតឲ្យរឹងមាំថាសមត្ថភាពយើងហ្នឹងគឺត្រូវការពង្រឹងបែបនេះឬការពង្រឹងបែបនោះគឺធ្វើយ៉ាងណាត្រូវដាក់ឲ្យជាប់ជានិច្ចការគិតរបស់យើងណាផ្នត់គំនិតរបស់យើងអីចឹងទៅដូច្នេះបងប្អូនកន្លឹះទាំង4ខ្ញុំសូមសង្ខេបជូនបងប្អូនវិញទី1បងប្អូនត្រូវផ្ដើមចេញមកពីការធ្វើរឿងតូចៗជាមុនសិនរឿងកំពុងប្រចាំថ្ងៃហ្នឹងបងប្អូនត្រូវយកវាភាសារឿងមកវិញមកថាតើរឿងណាដែលបងប្អូនគួរកាត់បន្ថយខ្លះទៅរឿងណាដែលបងប្អូនគិតថាគួរតែដូរអញ្ចឹងទៅរឿងទី2ទាក់ទងជាមួយនឹង the 2-minute rule ការច្បាប់2នាទីធ្វើឲ្យមើលកណ្ដាលផ្ដើមចេញពី2នាទីកុំគិតឲ្យបាន2នាទីណាចាប់ពី2នាទីឡើងទៅឲ្យពង្រឹង2នាទីម្ដ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 ងអីចឹងទៅទី3យើងទម្លាក់ social media ចោលខ្លះទៅហើយទី4ផ្នត់គំនិតរក្សាផ្នត់គំនិតនិងការផ្លាស់ប្ដូរខ្លួនឯងឲ្យក្លាយទៅជាមនុស្សប្រកែអានឹងហើយបានយើងត្រូវការដូច្នេះជារួមទាំង4នេះកាលណាតែបងប្អូនមានទាំង4នេះខ្ញុំជឿជាក់ថាវាជាជំហានដំបូងវាមិនទាន់ជាល្អិតល្អន់ឡើយទេប៉ុន្តែវាជំហានដំបូងនៅក្នុងការកសាងវិន័យខ្លួនឯងបងប្អូនសាកយករឿងទាំង4នេះទៅធ្វើមកហើយបើសិនជាបានផលបងប្អូនសូមខមមិនក៏ដូចជាចងចាំអ្វីដែលខ្ញុំចែកម្លែកនឹងទៅចែកម្លែកទៅកាន់បងប្អូនដទៃទៀតដូច្នេះបងប្អូនកុំភ្លេច Subscribe Channel របស់ខ្ញុំបាទ Lam Lai ចុងបិទអង្គរវីដេអូមានត្រឹមតែប៉ុណ្នេះដោយក្តីស្រឡាញ់រាប់អានកុំភ្លេចរក្សាសុខភាពកុំភ្លេចរស់នៅជាមួយសេនាខ្ញុំពីខ្ញុំបាទ Lam Lai ចុងបិទអង្គរជំរាបលាបងប្អូនត្រឹមតែប៉ុណ្នេះ